អាសង់ទីនក្រោមការដឹកនាំរបស់លោក Scaloneta កំពុងធ្វើដំណើរមកកាន់ទឹកដីអាមេរិកខាងជើងក្នុងនាមជាក្រុមលំដាប់កំពូលគេ Top Contender បន្ទាប់ពីបានបញ្ចប់វគ្គជម្រុះតំបន់អាមេរិកខាងត្បូង SoN E-Ball ឲ្យឈរនៅកំពូលតារាងដាច់ចាញ់តែ2ប្រកួតប៉ុណ្ណោះក្នុងចំណោម18ប្រកួតនិងទើបតែបានបង្ហាញខ្លួនការវិភាគស៊ីជម្រៅបន្ថែមលើក្រុមជម្រើសជាតិអាសង់ទីនមួយការវិភាគចំណុចយុទ្ធសាស្ត្រ Tactical Analysis ចំណុចខ្លាំងលោក Scaloni បានជោគជ័យយ៉ាងខ្លាំងក្នុងការធ្វើ Squad Refresh ការបញ្ចូលឈាមថ្មីក្រុមបច្ចុប្បន្នមិនមែនមានតែអ្នកចាស់ៗនោះទេប៉ុន្តែវាជាការផ្សំគ្នាយ៉ាងល្អឥតខ្ចោះរវាងវីរៈបុរសឆ្នាំ2022និងតារាលេងឡាវវ័យក្មេងទម្រង់លេងរបស់ពួកគេមានភាពបត់បែនខ្ពស់អាចលេងទប់ទល់បិទតំបន់ផងនិងអាចបដូរទៅវាសម្រុកលឿនតាមស្លាប Wing Attack បានភ្លាមៗចំណុចបារម្ភសម្ពាធក្នុងនាមជាម្ចាស់ការពារតំណែងជើងឯកប្រវត្តិសាស្ត្រ World Cup ចុងក្រោយបង្ហាញថាក្រុមជើងឯកចាស់ៗតែងតែជួបឧបសគ្គធំនៅវគ្គដំបូងម្យ៉ាងវិញទៀតរបួសឬការធ្លាក់ចុះកម្លាំងរបស់កីឡាករចាស់ៗនៅក្នុងតំបន់ការពារដូចជា Otamendi អាចជាចន្លោះប្រហោងទល់នឹងក្រុមដែលមានល្បឿនលឿនពីការវិភាគកីឡាករគន្លឹះ Key Players Lionel Messi នៅក្នុងក្រុម Inter Miami ខ្សែប្រយុទ្ធបម្រើប្រយុទ្ធក្នុងវ័យ38ឆ្នាំនេះជាការលេង World Cup លើកទី6ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មាន Messi ក្នុងឆ្នាំ2026នេះមិនមែនជាកីឡាករដែលត្រូវរត់ដេញបាល់90នាទីពេញនោះទេប៉ុន្តែជា brain ខួរក្បាលរបស់ក្រុមការបញ្ជូនបាល់កាត់ខ្សែការពារ Passek និងការស៊ុត free kick ឬបាល់ពីន័យគឺនៅតែជាអាវុធដាច់ណាត់ដែលគូប្រកួតមិនអាចការពារបានម៉ាស៊ីនក្រុងឆ្អឹងសំខាន់ Emiliano Dibu Martinez អ្នកចាំទីនៅតែជាបេះដូងនៃតំបន់ការពារភាពចាស់ទុំនិងសមត្ថភាពលំដាប់ពិភពលោកក្នុងការសង្គ្រោះបាល់ចំនិងការសង្គ្រោះបាល់ពេណាល់ទីគឺជាបង្អែកផ្លូវចិត្តដ៏ធំបំផុតរបស់ក្រុម Julian Alvarez និង Lautaro Martinez ខ្សែប្រយុទ្ធទាំងពីររូបនេះគឺជាកីឡាករដែលកំពូលដែលកំពុងឡើងជើងខ្លាំងក្នុងអាជីព Julian Alvarez ផ្ដល់នូវការរត់គៀបសង្កត់និងភាពរហ័សរហួនខណៈ Lautaro គឺជាអ្នកបញ្ចប់ទីដ៏មុតស្រួចនៅក្នុងប្រអប់គ្រោះថ្នាក់បំបីកំណត់ត្រារកគ្រាប់បាល់បានយ៉ាងច្រើនក្នុងវគ្គជម្រុះតារាជំនាន់ថ្មីដែលជាអាវុធសម្ងាត់ The Rising X Factors Alejandro Garnacho និងទម្រង់លេងថ្មីខ្សែប្រយុទ្ធស្លាប់វ័យក្មេងដែលមានល្បឿនលឿននិងភាពក្លាហានក្នុងការអូសបន្លំនឹងក្លាយជាអាវុធបដូរចូល Super Sub ដ៏មានប្រសិទ្ធភាពនៅតង់ទី2ហើយប្រសិនបើអ្នកទាំងអស់គ្នាជា fan របស់ Argentina និង fan Messi សូមជួយចុច follow admin ម្នាក់មួយផងតែបើស្ដាប់ហើយអស់កម្លាំងកុំភ្លេច boost strong ឆ្ងាញ់ខ្លាំងហើយមានរង្វាន់ច្រើនទៀត